你们会说老师我怎么复习才好？怎么复习？大锅在容lựcอย่างนะ才好对不咯？那我可以跟你们说，每天都要读一下，每天都要读10个课文，20个课文，我们要每天要花时间ចំណាយពេល花了什么1个小时半个小时，要是你们有比较多的时间បើទាំងអស់គ្នាមានពេលច្រើន1个小时是最好1ម៉ោងក្នុងការរំលឹកជារឿងល្អបំផុត要是你们没有时间也可以说半个小时要是半个小时也没有呢那可以20分钟20分钟15分钟或者10分钟要是我说要是有时间有更多的时间rất làច្រើន有更多的时间你们会要更花的很多时间来复习不យើងត្រូវចំណាយពេលកាន់តែច្រើនក្នុងការរំលឹកមេរៀន最好的方式របៀបនៃការរំលឹកដែលល្អបំផុត就是每天都要读គឺយើងអានជារៀងរាល់ថ្ងៃ你们学到了第90课你们从第50课读一下យើងរៀនដល់មេរៀនទី90យើងអានតាំងពីមេរៀនទី50មកអានក្នុងរយៈពេល1ម៉ោងកន្លះម៉ោងនឹងអានរហូតអានដោយមិនចាំបាច់ត្រូវខ្វល់ថាតើចាំឬមិនចាំប៉ុន្តែអានជាប្រចាំថ្ងៃរាល់ថ្ងៃតែម្ដងអានរហូតដល់មេរៀនហ្នឹងគ្រាន់តែប៉ះបន្តិចមកគឺដឹងថាមេរៀនហ្នឹងមានខ្លឹមសារយ៉ាងណាអាហ្នឹងបានពួកយើងអាចចាំបានពាក្យច្រើនរៀនបានច្រើនរៀនគ្នារៀនឲ្យបានច្រើនហើយសំណួរសួរថារៀនបែបហ្នឹងហត់អត់ហត់ទេអត់ហត់នៅក្នុងការអង្គុយទន្ទិញទេបើពួកយើងតែញពាក្យ2ពាក្យ3ពាក្យ4ពាក្យថ្ងៃហ្នឹងរៀន5ពាក្យអញ្ចឹងអង្គុយទន្ទិញឈឺដល់អត់មានន័យទេរៀនបែបហ្នឹងគឺចាំថ្ងៃហ្នឹងស្អែកភ្លេចហើយតែបើពួកយើងរាល់ថ្ងៃអត់មានទន្ទិញទេគឺអានថ្ងៃណាក៏អានមេរៀនតារាហ្នឹងគឺច្បាស់ណាស់ប្រកាសជាមានឱកាសនៅក្នុងការចងចាំហើយចាំឲ្យដឹង clear ទៀតហេតុអីបានថាចាំឲ្យដឹង clear ពីព្រោះយើងមានពាក្យហើយយើងមាន clear នៅខាងនេះឧទាហរណ៍គេនិយាយពាក្យ迟到ពាក្យថាមកយឺត迟到អញ្ចឹងយើងដឹងក្នុងមេរៀនរបស់យើងនិយាយថាម៉េច我每天我今天会迟到我明天会迟到អញ្ចឹងថ្ងៃនេះអាចនឹងរវល់ថ្ងៃនេះអាចនឹងមកយឺតថ្ងៃស្អែកអាចនឹងមកយឺតអញ្ចឹងយើងរៀន clear ផងយើងរៀនពាក្យផងអញ្ចឹងវត្ថុបំណងនៃការរៀនពាក្យហ្នឹងគឺដើម្បីយល់អំពី clear ដើម្បីយល់អំពី clear សន្តានាហើយការអានគឺវត្ថុបំណងដើម្បីយើងអាចចាំបានច្រើនអញ្ចឹងណាអូខេអញ្ចឹងអត់ឲ្យខាតពេលឥឡូវយើងមកមើលមេរៀនរបស់យើង好了首先我们一起来了解一下拼音然后我们有一起来了解一下意思跟要等的呢好了